ជីវិតរបស់សត្វលោកមានប្រមាណតិចតួចស្ដើងណាស់ខ្លីតិចឆាប់រិចរិលឆាប់សឹកឆាប់ប្រេះស្រាំរង្គោះរង្គើធ្លុះធ្លាយពុកផុយទៅវិញមិនជាប់មាំពូកែទេសូម្បីជីវិតដែលមានមធ្យោបាយគ្រប់គ្រាន់សម្រាប់ធ្វើឲ្យជីវិតនៃការរស់នៅនេះក៏ជីវិតនោះមិនព្រមរស់នៅក៏មានដែរការស្លាប់បាត់បង់ជីវិតក៏ពុំមែនសុទ្ធតែស្លាប់ដោយសារការអត់អាហារនោះឡើយមនុស្សខ្លះស្លាប់លើកំណើតទ្រព្យសម្បត្តិយ៉ាងធំធេងមានរបស់ប្រើប្រាស់សម្លៀកបំពាក់ម្ហូបអាហារគ្រប់គ្រាន់បរិបូរណ៍ប៉ុន្តែពេលវេលាថ្ងៃខែឆ្នាំដែលកន្លងទៅនោះពុំមែនកន្លងទៅទេសុទ្ធតែស្រូបយកនៅជីវិតគ្រប់វិនាទីទាំងអស់សត្វលោកតែងភ័យខ្លាចអំពីសេចក្តីស្លាប់ព្រោះតែមិនបានស្គាល់នៅអ្វីដែលហៅថាសេចក្តីស្លាប់បើយើងពិចារណាឲ្យបានរឿយទៅថាជីវិតដែលកើតមកហើយបើមិនស្លាប់នោះគឺមិនមានទេស្លឹកឈើកាលណាបលាស់ស្លឹកខ្ចីហើយមិនយូរក៏នឹងធ្លាក់ចុះដល់ដីដែលតាមច្បាប់ធម្មជាតិគឺមិនទៀងប្រែប្រួលអស់ទៅជារឿងលក្ខណៈឬលក្ខខណ្ឌពិតប្រាកដជាសច្ចភាពចំណែកឯសេចក្តីស្លាប់វិញគឺជាធម្មនិយមដោយពិតជីវិតនេះត្រូវការសេចក្តីទុកក្របសង្កត់ជីជាន់ចោមរោមទន្ទ្រានដូចភ្លើងឆេះព្រៃគ្រប់ពេលអត់មានពេលទំនេរស្រាក់ស្រានចោះឡើយដរាបណាមនុស្សនៅមានអវិជ្ជាតណ្ហាបិទបាំងសេចក្តីទុក្ខក្របសង្កត់គ្រប់បែបយ៉ាងរបស់ជីវិតក៏នៅមានទុក្ខជាដរាបមរណៈទុក្ខព្រោះសេចក្តីស្លាប់កាលណាដល់សេចក្តីទុក្ខនោះហើយតែងតែជួបប្រទះនៅទុក្ខយ៉ាងក្រៃលែងនៅពេលដែលចិត្តស្លាប់អវយវៈទាំងអស់នៅក្នុងរូបរាងកាយឈប់ធ្វើការទៅតាមមុខងារតួនាទីរបស់ខ្លួនឈប់ទទួលប្រព្រឹត្តទៅតាមការបង្គាប់បញ្ជារបស់ចិត្តនៅពេលនោះភ្នែករបស់យើងស្វាំងឈប់ទទួលអារម្មណ៍តាមចក្ខុទ្វារត្រចៀកយើងហឹងឈប់ទទួលសម្លេងតាមសោតទ្វារច្រមុះបាត់ធុំក្លិនឈប់ទទួលអារម្មណ៍តាមឃានទ្វារអណ្ដាតក៏ឈប់ទទួលរសតាមជីវហាទ្វាររាងកាយក៏ឈប់ទទួលសម្ផស្សក្តៅត្រជាក់តាមកាយទ្វារក្នុងពេលនោះនៅពេលដែលខ្យល់អាសាសៈបាសាសៈដកចេញទៅក្រៅច្រើនចូលមកវិញតិចដូច្នេះហើយចិត្តនៅពេលដែលអាស្រ័យជាមួយខ្យល់យ៉ាងតិចតួចដូចស្ដៅនេះក៏តែងរងនៅទុក្ខវេទនាយ៉ាងខ្លាំងក្លាជាទីបំផុតដូច្នេះយើងគួរសិក្សាមកវិញថាអាត្មាអញតែងមានមរណៈគឺសេចក្តីស្លាប់ទៅវិញជាធម្មតាព្រោះអាត្មាអញបានកើតមកហើយក៏មិនអាចកន្លងនៅសេចក្តីស្លាប់នោះបានប៉ុន្តែអ្វីដែលគួរឲ្យភ័យខ្លាចបំផុតនោះគឺមិនមែនសេចក្តីស្លាប់ទេតែជាការរស់នៅដោយសេចក្តីប្រមាទក្នុងអំណាចនៃអកុសលទើបជាកម្មកាយដែលគួរឲ្យខ្លាចបំផុតវាតែងតែផ្ដោតនៅការទុកលំបាកដល់ការប្រព្រឹត្តមិនឈប់មិនស្រាកមិនស្រានដោយស្រមោលតូតាមប្រានវល់កើតស្លាប់ដដែលក្នុងភពតូចភពធំរោទិសដៅពុំឃើញផ្ទុយមកវិញអ្នកដែលជឿផលនៃកម្មក៏មានស្មារតីប្រព្រឹត្តកុសលជាកល្យានជាកម្មផ្ដល់សេចក្តីសុខមិនកាចហើយខ្សែមខ្សានឥតចេះមកព្រះពុទ្ធជាម្ចាស់សម្ដែងនៅក្នុងបដិច្ចសមុបាទថាជាតិតិបច្ចយាចរាមរណังចរានិងមរណៈកើតមានព្រោះជាតិជាបច្ច័យហេតុនេះរបស់ណាដែលមានការកើតជាខាងដើមទីបំផុតនៃរបស់នោះតែមានការបែកធ្លាយទៅវិញជាខាងចុងមានដំណើរហាមឃាត់មិនបានទោះជាការប៉ិនប្រសពរបស់អ្នកវិទ្យាសាស្ត្រឬទេពតាក៏មិនអាចហាមឃាត់បានឡើយការបើសន្សំពីអតីតយ៉ាងណាបច្ចុប្បន្នអនាគតក៏នៅតែយ៉ាងនោះដែរព្រះសយំភូព្រះអង្គឧបមានៅជីវិតរបស់សត្វលោកដូចនេះថា
ពួកជនណាទោះបីក្មេងក្ដីចាស់ក្ដីពាក្ដីបណ្ឌិតក្ដីអ្នកមានក្ដីអ្នកក្រក្ដីជនទាំងអស់នោះតែងមានសេចក្ដីស្លាប់នៅខាងមុខជានិច្ចភាជដីដែលស្មោមឆ្នាំងធ្វើហើយទោះបីតូចក្ដីធំក្ដីឆ្អិនក្ដីឆៅក្ដីភាជទាំងអស់នោះមានកិរិយាបែកធ្លាយជាទីបំផុតយ៉ាងណាជីវិតរបស់សត្វលោកក៏យ៉ាងនោះដែរម្យ៉ាងទៀតការដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងបង្គាប់ឲ្យយើងគ្រប់គ្នារលឹកដល់សេចក្តីស្លាប់នោះប្រយោជន៍ដើម្បីកុំឲ្យយើងមានការស្រវឹងវែងក្នុងជីវិតនឹងធ្វើឲ្យសត្វថ្វលោកនេះរូតរះបំពេញសេចក្តីល្អឲ្យហើយព្រោះថាជីវិតមិនទៀងប៉ុន្តែសេចក្តីស្លាប់ទៀងព្រះអង្គទ្រង់ត្រាស់សម្ដែងទុកនៅក្នុងគម្ពីរសតន្តបិដកមជ្ឈិមនិកាយឧបបណ្ណាសកៈវិភង្គវៈថាការព្យាយាមជាគ្រឿងដុតកិលេសបុគ្គលគួរធ្វើនៅក្នុងថ្ងៃនេះឯងអ្នកណានឹងដឹងថាសេចក្តីស្លាប់នឹងមានក្នុងថ្ងៃស្អែកបានព្រោះថាការតទល់របស់យើងចំពោះមច្ចុដែលមានសេនាដ៏ច្រើននោះមិនមានសោះឡើយចឹងទាំងអស់នេះគឺព្រះពុទ្ធជាម្ចាស់នៃយើងព្រះអង្គទ្រង់ត្រាស់សម្ដែងនៅក្នុងគម្ពីរសតន្តបិដក16ទីខនិកាយមហាវគ្គមហាបរិនិព្វានសូត្រទំព័រ154សូមអនុមោទនា